គម្រោងអភិវឌ្ឍធនធានទឹកស្ទឹងឃ្លៀចស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជួយបង្កើនបរិមាណស្តុកទឹកបានប្រមាណ115លានម៉ែត្រគូបក្រសួងធនធានទឹកនិងឧតុនិយមក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតប្រភពធនធានទឹកធម្មជាតិដ៏មានសារៈសំខាន់មួយទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដោយធ្វើការសាងសង់ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀចនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោតដើម្បីរក្សាទឹកទុកព្រមទាំងជួយបង្កើនបរិមាណស្តុកទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងក៏ដូចជាជួយកាត់បន្ថយជំនន់នៅក្នុងអាងស្ទឹងព្រែកត្នោតគម្រោងអភិវឌ្ឍធនធានទឹកស្ទឹងឃ្លៀចមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងថ្មៀឃុំតាសាលនិងភូមិសាមគ្គីឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់និងមានចម្ងាយប្រមាណ82គីឡូម៉ែត្រពីក្រុងច្បារមនខេត្តកំពង់ស្ពឺគឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមានតួទំនប់មេមួយកន្លែងទំនប់បង្ហៀមួយកន្លែងទ្វារទឹកមួយកន្លែងអគារគ្រប់គ្រងទំនប់មួយកន្លែងផ្លូវចូលទីតាំងគម្រោងមួយខ្សែប្រវែង13គីឡូម៉ែត្រនិងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្ដោយផ្លូវការងារសាងសង់មានរយៈពេល36ខែដោយចាប់ផ្ដើមនៅខែធ្នូឆ្នាំ2025រហូតដល់ខែធ្នូឆ្នាំ2028គិតត្រឹមពាក់កណ្ដាលឆ្នាំ2026នេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ 20% នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរគម្រោងអភិវឌ្ឍធនធានទឹកស្ទឹងឃ្លៀចមានសមត្ថភាពស្តុកទឹកបានប្រមាណ115លានម៉ែត្រគូបនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្តិសុខទឹកដើម្បីបម្រើឲ្យការងារស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន 35,000 ហិកតានិងផ្ទៃដីស្រូវប្រាំងចំនួន 5,000 ហិកតាព្រមទាំងចូលរួមចំណែកយ៉ាងសកម្មផ្ដល់ទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មនិងជួយកាត់បន្ថយហានិភ័យនៃទឹកជំនន់និងគ្រោះរាំងស្ងួតគ្របដណ្ដប់ក្នុងខេត្តកំពង់ស្ពឺខេត្តកណ្ដាលខេត្តតាកែវនិងរាជធានីភ្នំពេញគម្រោងនេះក៏មានសក្តានុពលដោយបង្កើតបាននៅតំបន់ទេសចរណ៍ធម្មជាតិកែលម្អប្រព័ន្ធជីវៈចម្រុះជាប្រភពទឹកសម្រាប់សត្វព្រៃនិងបង្កើនផលត្រីនៅក្នុងតំបន់ឲ្យកាន់តែសម្បូរបែបផងដែរ